nhung phải được bao cái thứ nè đọc ní chơi chơi like chơi subscribe chơi nhà cái đăng admin đập bậy mở riêng sau đây một lui ông cùi bọc này pro mod pro học mà riêng chọc fan cho tí slide rồi bác admin nè đọc ní tu pro bảo dương áត្រូវបានគេដាក់ថ្នាំដើម្បីចង់រំលាយក្រុមហ៊ុនគាត់ហ្មងបង្កើតរឿងអាស្រូវហើយទូស្រីយើងវិញមកចាប់បំណុលតាមទាបំណុលគ្រប់ទីកន្លែងរហូតដល់គាត់ទៅចាប់អូសទូប្រុសយើងចូលបន្ទប់ខ្ទប់មាត់គាត់ជាប់ខាងនេះត្រូវថ្នាំផងអីផងបោកផ្សំចឹងផងខាងប្រុសក៏ចាប់រំលោភខាងស្រីដោយសារបំណុលទូស្រីច្រើននឹកឃើញថាអញ្ចេះដឹងថាគេជាអ្នកមានក៏ប្រើវិធីសាស្ត្រប្តឹងឲ្យប៉ូលីសចាប់ដាក់គុកចឹងទៅចាប់ទូប្រុសយើងទៅប៉ុស្តិ៍ប៉ូលីសខ្លួនឯងនឹងបានបដាការបានលុយសំណងហើយមកផ្ទះវិញឪទូស្រីវិញស្ដាច់តបែងបំផ្លាញគ្រួសារសាហាវតានឹងអ្នកនរគ្នាបំផ្លាញគ្រួសារមធ្យមងុំធ្វើឲ្យទូស្រីរបស់យើងត្រូវបានគេតាមចាប់ធ្វើបាបទៀតសំបីតែឪទូស្រីសំបីតែម៉ែឪខ្លួនឯងក៏ត្រូវស្លាប់ដោយសារខ្លួនឯងមិនហ្នឹងគឺដោយសារតែឪទូស្រីធ្វើឲ្យលោកតាស្លាប់ហើយឥឡូវនេះទូប្រុសយើងមកតាមចាប់ទូស្រីវិញទូស្រីផ្ទាស់គាត់ថាចែកយ៉ាងម៉េចស្មានតែគាត់ជាប់គុកអីមើលវីដេអូហ្នឹងឲ្យហើយទូស្រីគឺជាអ្នកចាប់អូសគាត់ចូលបន្ទប់មិនមែនគាត់ជាអ្នកចាប់ទូស្រីទេអញ្ចឹងករណីហ្នឹងគឺទូស្រីជាអ្នកចាប់រំលោភគាត់នឹងប្តឹងទូស្រីដាក់គុកវិញវ៉គេអ្នកនរគ្នាដែលឲ្យគេព្រមតាមលក្ខខណ្ឌតើទូស្រីព្រមរៀបការជាមួយគាត់ដើម្បីធ្វើឲ្យលោកយាយសប្បាយចិត្តទូស្រីយើងក៏ព្រមរៀបការជាមួយទូប្រុសប៉ុន្តែដោះដូរលុយ 1000 លានអ្នកនរគ្នាមិនមែនរៀបការស្រួលទេណាដូរលុយ 1000 លានបានទូស្រីយើងរៀបការជាមួយពេលហ្នឹងហើយទូប្រុសរបស់យើងគាត់ក៏ព្រមអញ្ចឹងទៅដល់រៀបការហើយលោកយាយគាត់ក៏ឲ្យកងដៃតម្លៃរាប់រយលានទៅទូស្រីយើងក៏បានមកជួបជាមួយនឹងម្ចាស់បំណុលមកហ្នឹងគោបំណងដើម្បីដោះស្រាយគ្នាតែចៃដន្យមកដល់អីគេចាប់ធ្វើបាបទៀតតែទូប្រុសយើងមកជួយតន់ណាកុំឲ្យទូស្រីយើងត្រូវពួកម្ចាស់បំណុលទាំងអស់នេះធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃមកដល់ផ្ទះណាអង្វរទូប្រុសរបស់យើងនេះកុំឲ្យទូប្រុសយើងយកកងដៃហ្នឹងទៅព្រោះជាកងដៃដែលលោកយាយឲ្យចឹងទៅដល់ទៅពេលហើយអ្នកនរគ្នាទូប្រុសរបស់យើងគាត់ខឹងដែរគាត់ថាទូស្រីយើងសាហាវណាវាមិនមានហេតុផលអីដែលគាត់លើកលែងទោសឲ្យទេគាត់និយាយចឹងណាដល់ពេលហើយចឹងទៅឥឡូវនេះទូស្រីរបស់យើងនឹងគឺទូប្រុសយើងដកកងដៃនឹងទៅទុកបាត់ហើយអញ្ចឹងទៅអ្នកនរគ្នាសម្រាប់ពេលហ្នឹងដែរទូលោកយាយវិញគាត់ក៏កាន់ជើងទូស្រីដោយសារអីទូប្រុសយើងឲ្យលុយទូស្រីយើងប្រហែល100 លានហើយឲ្យគាត់លួច hack យកទៅលេងល្បែងអស់ដល់ហើយអញ្ចឹងទៅគាត់អត់មានសេះសល់អីទេអ្នកនរគ្នាទូស្រីណាអញ្ចឹងហើយក៏បានយំប្រាប់លោកយាយក៏ជួយថ្លៃព្យាបាលឲ្យយាយរបស់ទូស្រីទៅទូប្រុសយើងគាត់ខឹងគាត់ថាស្រីអីក៏មុខលុយម្លេះមនុស្សស្រីអាក្រក់មកដើម្បីបឺតឈាមឬជក់ឈាមគាត់និយាយទៅទូប្រុសមាត់អាក្រក់តែប៉ុន្តែអត់មានអត់សូវចេះនិយាយដូចគេទេព្រោះវាអាក្រក់អញ្ចឹងណាដល់ហើយឥឡូវនេះឪទូស្រីត្រូវបានគេចាប់ទៀតអ្នកនរគ្នានិយាយតែពីសាច់កម្មនោះកម្មនៃសារឲ្យដោយសារឪទូស្រីណាអាក្រក់ក្រៃពេកអ្នកនរគ្នាហើយទូស្រីយើងជាកូនខឹងក៏មិនដាច់ចិត្តយកលុយ50 លានមកឲ្យគេហើយណាក៏ត្រូវបានគេយកគេចង់បានខ្លួនប្រានវិញគេចង់បានលុយទេអានេះចេះសំណាងល្អទូប្រុសមកជួយតាន់រហូតគ្រប់ពេលវេលាចុះបើសិនថ្ងៃណាទូប្រុសមកជួយមិនតាន់តើទូស្រីយើងនឹងទៅជាយ៉ាងណាហើយពេលនេះទូប្រុសយើងដឹងការពិតមួយទៀតដែលគ្រប់គ្នាមិនដឹងគឺទូស្រីរបស់យើងជាក្មេងស្រីដែលគាត់ស្រឡាញ់នឹងតាមរកអស់រយៈពេលជាច្រើនឆ្នាំគឺស៊ីស៊ីហើយនេះគឺសៀវថេងទៅជាប្អូនរបស់សៀវថងសៀវថេងនេះណាគេស្រឡាញ់ទូប្រុសមកចាំពេលទូស្រីយើងកំពុងតែរករៀនទន្ទ្រានចូលបន្ទប់របស់ទូប្រុសធ្វើឲ្យនឹងធីងហ្នឹងគិតថាទូស្រីរបស់យើងគឺជាចៅហើយទូស្រីរបស់យើងអ្នកនរគ្នាគាត់ថាគាត់មិនមែនចៅទេគាត់គឺជាលោកស្រីនៅផ្ទះនេះប៉ុន្តែនឹងសៀវថេងនឹងអត់ជឿទេណាមិនជឿសោះដល់ឥឡូវនេះអ្នកនរគ្នាអើយទៅដឹងការពិតធ្វើឲ្យនឹងធីនឹងខឹងខ្លាំងមែនតើថាទូស្រីរបស់យើងមកដណ្ដើមស្នេហារបស់ខ្លួនហើយបើនិយាយពីលោកយាយវិញអ្នកនរគ្នាគាត់បានស្ដីឲ្យទូប្រុសយើងខ្លាំងមែនតើណាដែលថាទូប្រុសរបស់យើងធ្វើបាបទូស្រីតែបើឃើញទូប្រុសយើងនៅស្និទ្ធស្នាលមួយទូស្រីដឹងសប្បាយចិត្តឥឡូវនេះអ្នកនរគ្នាដឹងមកទេទូស្រីយើងគាត់បានមកលួចឯកសាររបស់ទូប្រុសយើងដែលសារអីឪរបស់ទូប្រុសគម្រាមកំហែងទូស្រីរបស់យើងនេះឲ្យលួចឯកសារសម្ងាត់របស់ទូប្រុសយកទៅឲ្យគាត់បើមិនចឹងទេគាត់នឹងសម្លាប់ឪរបស់ទូស្រីឪទូស្រីហ្នឹងជាមួយនឹងឪទូប្រុសនោះជាមួយនាងសៀធិញហ្នឹងគឺចូលដៃគ្នាបើកលបែងកាស៊ីណូក្រោមដីខុសច្បាប់ណាសាហាវខ្លាំងមែនតែនដល់ហើយចឹងទៅក៏ម្នាក់ក៏កើតមានបំរុលវាន់កទៅមកហើយមកគម្រាមកំហែងតែពីកូនតួស្រីយើងក៏ដូចតួប្រុសសិតតែកំសត់ដូចគ្នាហើយតួប្រុសរបស់យើងក៏ដឹងថាឪគាត់អត់កណោតចឹងបានគាត់ព្យាយាមខាត់ហើយទប់ស្កាត់អ្នកនរគ្នាឲ្យគាត់ស្អប់ឪគាត់ណាគាត់ថាគាត់អាចឃើញមនុស្សអីអាក្រក់អីដល់ថ្នាក់ហ្នឹងទេហើយតួស្រីយើងតារាមណាគាត់ដឹងការពិតអស់ហើយណាថាតួប្រុសបានជួយគាត់ក៏ខ្មាស់អៀនគាត់ក៏ចង់ចាក់ចេញពីទីហ្នឹងដែរតែតួប្រុសយើងក៏ថាមិនបាច់ចេញតាណាទេនៅហ្នឹងហើយចឹង
ចឹងសួរតាហេតុអីមិនត្រូវនៅដោយសារទូស្រីយើងគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់ជាក្មេងស្រីដែលគាត់តាមរកពីយូរយារណាស់មកហើយចឹងណាចឹងហើយបន្ទូស្រីយើងសប្បាយចិត្តឥឡូវនេះដឹងការពិតមួយទៀតថាអ្នកទាំងពីរហ្នឹងគឺធ្លាប់បានស្គាល់គ្នាតាំងពីនៅតូចពេលដែលទូប្រុសយើងវែងបាត់គ្រួសារណាគឺទូស្រីរបស់យើងនេះឯងគឺជាអ្នកយកចិត្តទុកដាក់មួយគាត់ចឹងហើយបានបង្កើតទៅជាក្តីស្រឡាញ់ហើយឪរបស់ទូស្រីអ្នកនរគ្នារួយផុតទុកទោសប៉ុណ្ណឹងហើយគេជួយប៉ុណ្ណឹងហើយតានេះអត់ស្កប់ស្កល់ទេនៅចង់បានលួយតលេងលបាយបន្តទៀតនាងស៊ីធីនឆ្លៀតឱកាសនេះបានប្រាប់ឲ្យឪទូស្រីនឹងសម្លាប់លោកយាយនឹងចោលទៅដើម្បីទម្លាក់កំហុសលើទូប្រុសទូស្រីឲ្យបែកបាក់គ្នាតានេះដើម្បីលុយ1000លានសុកចិត្តសម្លាប់ម្ដាយខ្លួនឯងឪទូស្រីដេរឆានតាដេរឆាននេះហើយទូស្រីទូប្រុសរៀបនឹងឡើងឋានសួគ៌ហើយអ្នកនរគ្នាមិនទាន់បានឈានចូលជើងចូលកម្មចដាទី1ផងនេះឮថាលោកយាយស្លាប់បាត់កម្ៅដល់ពេលលោកយាយស្លាប់បាត់អ្នកនរគ្នានឹងមិនអីឪទូស្រីគេបន្ទោសថាទូប្រុសនឹងឯងគឺជាដើមហេតុធ្វើឲ្យលោកយាយស្លាប់ទូប្រុសនឹងឯងគេមានសម្លេងគេធ្វើតាមឯអាយថាទូប្រុសរបស់យើងនឹងគឺសម្លាប់លោកយាយជួលគេឲ្យសម្លាប់លោកយាយពេលហ្នឹងអ្នកនរគ្នាទូប្រុសយើងគាត់ប្រកែកអត់ចេញទេមិនមែនថាគាត់អត់មានរឿងនិយាយទេប៉ុន្តែភ្លាមហ្នឹងគាត់អត់ដឹងនិយាយថាម៉េចគាត់និយាយអត់ដូចថាយើងរកពាក្យនិយាយអត់ចេញទេអ្នកនរគ្នាវារឿងហេតុដូចវល់ចឹងណាក្រោយមកទៀតទូស្រីរបស់យើងហ្នឹងណាមិនមែនគាត់មិនដឹងថាអ្នកណាជាឃាតករទេដល់ពេលទូប្រុសយើងតាមវល់ទូស្រីខ្លាំងអើគេថាចេះទូប្រុសនឹងជាឃាតករទូស្រីថាអ្នកណាឃាតករស្មានតែខ្ញុំមិនដឹងទេចាំមិនចាំបាច់បៀមឈាមព្រោះដាក់គេទេទូស្រីយើងគាត់ខ្មាស់ទូប្រុសថាអញ្ចឹងឪគាត់អាក្រក់មែនតើណាដោយសារតែខ្មោចលបែងចូលសម្បីតែម្ដាយខ្លួនឯងក៏សម្លាប់ឪពុកខ្លួនឯងក៏សម្លាប់មនុស្សនឹងអាក្រក់ខ្លាំងមែនតើហើយដល់ពេលទូស្រីយើងស្គាល់ជាមួយនឹងទូប្រុសជាមួយលោកយាយនេះណាគាត់មានសំណាងអ្នកនរគ្នាគេ take care គេយកចិត្តទុកដាក់លើគាត់ខ្លាំងណាស់ចឹងហើយជីវិតរបស់គាត់គឺមានភាពល្អប្រសើរច្រើនមែនតើហើយសម្រាប់នាងស៊ីធីងវិញណាពេលនេះគឺបែកធ្លាយទៀតទូប្រុសយើងមានផុសតាមបញ្ជាក់បានថានាងស៊ីធីងគឺជាឃាតករញុះញង់ឪទូស្រីនឹងឯងឲ្យសម្លាប់លោកយាយចឹងហើយអ្នកនរគ្នានាងស៊ីធីងថាប៉ាជួយខ្ញុំផងប៉ាខ្ញុំខុសហើយខ្ញុំសុំទោសប៉ុន្តែទូស្រីរបស់យើងក៏អត់លើកលែងទោសឲ្យនាងស៊ីធីងទេឃាតករគឺដឹងតែឃាតករហើយនឹងចឹងនាងស៊ីធីងហ្នឹងក៏គ្មានណាជួយដែរត្រូវចាប់យកទៅដាក់គុកហើយសម្រាប់បងរបស់នាងស៊ីធីងនាងសថុងហ្នឹងក៏អញ្ចឹងដែរអ្នកនរគ្នានាងសថុងហ្នឹងគឺសាហាវដែរណាបងគេហ្នឹងតែជានាងសថុងត្រូវជាមិត្តភក្តិរបស់ទូស្រីពេលហ្នឹងទូស្រីរបស់យើងអ្នកនរគ្នាគាត់ដឹងថានាងស៊ីថងរត់កិច្ចដល់ពេលរត់កិច្ចចឹងទៅនាងស៊ីធីងហ្នឹងគេប្រាប់ថាអញ្ចេះមិនបាច់ទៅណាទេគេស្គាល់កន្លែងដែលនាងស៊ីថងហ្នឹងទៅស៊ីធីងហ្នឹងទៅចាំគេនាំទៅពេលហ្នឹងអ្នកនរគ្នាឪរបស់ទូស្រីហ្នឹងណាគេបញ្ជាឲ្យមកចាប់មកជួយនាងស៊ីធីងហ្នឹងឯងព្រោះគឺពួកហ្នឹងវាចូលដៃចូលជើងគ្នាណានៅពេលចុងក្រោយអ្នកនរគ្នាអើយនេះណាឪរបស់ទូស្រីត្រូវបានស្លាប់ទូស្រីយើងក៏ថាចេះទោះបីមនុស្សនឹងអាក្រក់ប៉ុណ្ណាក៏ដោយនៅឃើញថាហៅជាឪហើយគាត់នៅតែតាមជួយអញ្ចឹងប៉ុន្តែដល់ពេលឪនឹងស្លាប់បាត់វាមានអារម្មណ៍ថាវាធូររឿងគ្រប់យ៉ាងហ្មងអ្នកនរគ្នាបំណុលផ្សេងរឿងអាក្រក់ផ្សេងគឺធូរខ្លាំងមែនតែនហើយដល់ហើយអញ្ចឹងទៅទូស្រីយើងក៏មានអារម្មណ៍ថាជីវិតគាត់អភ័ព្វដល់កំសត់ដល់ជួបតែរឿងរហូតម្ដងចេះម្ដងចោះអត់ចេះចប់ចេះហើយគាត់អត់ដឹងថាត្រូវធ្វើបែបណាទើបឲ្យជីវិតគាត់ប្រសើរលើសនឹងទេហើយដល់ពេលលោកតានេះណាគាត់ឪរបស់នាងសិទ្ធិស្មាននាងសិទ្ធិស្លាប់តាមពិតមានទាន់ស្លាប់អីណាវារត់គេចបានសម្រាប់ចេះងាប់តែឪទូស្រីតាហើយនាងស៊ីថងនេះគេជាអ្នកនាំទូស្រីយើងមកជួបនាងសិទ្ធិនាងសិទ្ធិនៅគុំគូនទូស្រីទៀតណាឲ្យគេទៅចាប់ទូស្រីមកចាប់មានបានទេណាចង់បញ្ចប់អ្នកនរគ្នាអើយនេះគេចាប់វិញណាដល់តែពេលគេចាប់វិញអញ្ចឹងទៅគឺត្រូវបានទូប្រុសយើងគាត់វាយនាងសិទ្ធិស្វែងឡើងដល់កអានេះបើថារឿងហេតុជាក់ស្ដែងនឹងអ្នកនរគ្នាគឺមិនមានអីទេគឺរឿងប្រុសនេះឯងបើមិនមែនដោយសារតែប្រុសក៏មានរឿងនឹងកើតឡើងដែរដល់ពេលហើយអញ្ចឹងទៅទូស្រីយើងថាគាត់លើកលែងទោសឲ្យបានគាត់សួរថាអាកាស៊ីណូក្រោមដីនឹងនៅកន្លែងណាណាសួរទីតាំងសួរអីនេះនាងសិទ្ធិប្រាប់អស់លីងអ្នកនរគ្នាប្រាប់អាកាស៊ីណូក្រោមដីនឹងគឺនៅណាអីនៅណាអញ្ចឹងទៅដល់ពេលហើយអញ្ចឹងទៅទូស្រីរបស់យើងទូប្រុសក៏ទៅចាត់ការឪរបស់ទូប្រុសវិញម្ដងព្រោះអាហ្នឹងមេខ្លោងធំស្ដាច់លបែងណាហើយដល់ឥឡូវនេះចន្លោះពេលដែលដូចថារឿងស្រាក់ស្រានអញ្ចឹងទៅគ្រប់គ្នាក៏មានភាពរីករាយមកសន្ទុះអញ្ចឹងទៅទូស្រីយើងមានពេលវេលាបានស្វីតបានផ្អែមល្ហែមមួយទូប្រុសប៉ុន្តែអ្នកគ្នាវាអត់បានយូរចង់និយាយចឹងណាវាអត់បានយូរហ្មងពេលយើងកំពុងតែសប្បាយកំពុងតែផ្អែមល្ហែមនេះវាមានរឿងនេះរឿងនោះចូលមកធ្វើឲ្យរំខានជីវិតរបស់យើងភ្លាមតែម្ដងមិនឲ្យយើងបានសប្បាយរួចខ្លួនទេហើយទូស្រីយើងកំពុងមានក្តីសុខដឹងតែមានរឿងអីបន្ថែមទៀតឯអ្នកនរគ្នាវាមានរឿងមួយទៀតទូស្រីយើងមិនមែនកូនបការបស់គ្រួសារដែលនៅរាល់ថ្ងៃទេហើយស្រាប់ពេលហ្នឹងណាទូស្រីរបស់យើងគាត់កំពុងតែត្រៀមខ្លួនដើម្បីលោឈុតហើយនឹងរៀបការជាមួយនឹងទូប្រុសហើយយើងកំពុងចិត្តរៀបការស្រាប់តែអតីតសង្សារចាស់របស់ទូស្រីនឹងបានមកដល់សង្សារចាស់ដែលបោះបង់ចោលទូស្រីហើយទៅតាមស្រីដតីបាត់ហើយសុកបានរត់បរោទូស្រីរបស់យើងវិញ
ចឹងទៅអ្នកនរគ្នាទូស្រីរបស់យើងគាត់អត់ទទួលយកទេហើយដល់ពេលហើយឥឡូវនេះគឺឪរបស់ទូប្រុសនឹងក៏រួចចេញពីគុកទៅទៀតណារត់ចេញទៅបាត់ហើយឥឡូវនេះដឹងការពិតមួយទៀតអ្នកនរគ្នាទូស្រីរបស់យើងគឺជាកូនបង្កើតរបស់ឪនាងស៊ីថងនេះឯងនាងស៊ីថងនេះគ្រាន់តែជាកូនចិញ្ចឹមទេហើយនាងស៊ីថងនេះណានៅពេលដែលវាដឹងថាវាមិនមែនជាកូនបង្កើតអ្នកនរគ្នាវាជាកូនចិញ្ចឹមវាក៏ចាប់ផ្ដើមតាមពិតវាដឹងតាំងពីដំបូងវានឹងឯងគឺអ្នកកំចាត់ទូស្រីចេញដើម្បីឲ្យខ្លួនឯងខ្លាចទៅជាកូនបង្កើតនេះហើយទូស្រីយើងត្រូវជារាជជាប្រៃចឹងទៅហើយទូស្រីយើងមានដឹងខ្លួនឯងបន្តិចអ្នកនរគ្នាអើយកំសត់ណាហើយគាត់កំពុងរស់នៅមួយទូប្រុសមានក្តីសុខហើយនាងសិទ្ធងហ្នឹងណាមើលពីដំបូងទីដែលអ្នកនរគ្នាយើងយល់ថាជាមនុស្សស្រីល្អខ្លាំងមែនតើប៉ុន្តែដល់ទៅពេលយូរទៅបានយើងដឹងថានាងហ្នឹងគឺជាមេពឹសមេអំបល់យកហ្មងគឺមនុស្សសាហាវប្រៃផ្សៃអ្នកនរគ្នាគឺអាក្រក់ជូរជាតិខ្លាំងបំផុតដែលយើងស្មានមិនដល់ពីដើមទីទូស្រីយើងចាត់ទុកជាមិត្តល្អណាប៉ុន្តែបច្ចុប្បន្នលែងជាមិត្តល្អហើយដោយសារអីអ្នកនរគ្នាដូចដឹងស្រាប់ហើយថានាងសិទ្ធងនឹងឯងធ្វើបាបគាត់ថ្ងៃការរបស់ទូស្រីបានចូលមកដល់ពេលនឹងហើយគឺទូស្រីរបស់យើងអ្នកនរគ្នាគាត់ក៏បានរីករាយជាមួយនឹងជីវិតជាមួយនឹងតួប្រុសដែលពេលគាត់បានរៀបការណាក្នុងឆាកជីវិតល្អដែលមនុស្សស្រីគ្រប់គ្នាគេចំណែនថាទូស្រីយើងមានសំណាងទូស្រីយើងបានប្តីល្អចេះចោះចឹងទៅហើយថ្ងៃហ្នឹងឯងដែលនាងស៊ឺថងចាប់ផ្ដើមភ័យព្រួយខ្លាំងមែនតើខ្លាចឪនេះបានបកលមរតកទៅឲ្យទូស្រីរបស់យើងពីព្រោះអីអ្នកនរគ្នាដឹងស្រាប់ហើយវាគ្រាន់តែជាកូនចាំឯងហើយវាគឺជាអ្នកចាប់ពង្រត់ទូស្រីយើងយកទៅទាំងមិនមានចាស់ទុំណាដឹងឮសោះតែម្ដងហើយអត់មានអ្នកណាដឹងឮនៅក្នុងរឿងហ្នឹងឯងអ្នកនរគ្នាពេលហ្នឹងហើយណាវាក៏នឹកឃើញថាបើសិនជាឪរបស់វាហ្នឹងយកផោះតាំងចេញទៅខាងក្រៅគឺខ្លួនរបស់វានឹងចាប់ហើយវានឹងអាចមានទោសទៀតណាបើគេស្រាវជ្រាវដឹងថាហេតុអីមិនមានរឿងហ្នឹងកើតឡើងគឺវាអាចមានទោសអ្នកនរគ្នាអញ្ចឹងហើយវាក៏បានទៅអែបអបណែបណែនឹងទូស្រីយើងព្យាយាមលាក់បាំងការពិតហើយតាដែលជាឪចិញ្ចឹមហ្នឹងឪរបស់ទូស្រីប្រកាសហ្នឹងត្រូវបានគេចាប់យកទៅបាត់ហើយទូស្រីនិងទូប្រុសអ្នកនរគ្នាកំពុងនៅក្នុងផ្ទាំងសម្ពុតសណាកំពុងមានក្តីសុខរឿងទៀតឲ្យតែវគ្គយើងកំពុងតែសោយសុខដល់មានរឿងរហូតមិនដែលតែដេកជាមួយគ្នាហើយក្រោកឡើងដល់ភាពរីរីទេដេកជាមួយគ្នាសប្បាយតែពេលយប់ព្រឹកឡើងមានរឿងក្តៅក្រហាយចូលយំទឹកភ្នែកលហេមលហាមទៀតចឹងទៅឥឡូវនេះណាការពិតត្រូវបានបែកធ្លាយនាងសិទ្ធងហ្នឹងគេបានមកសុំទោសទូស្រីសុំឲ្យទូស្រីរបស់យើងកុំខឹងគេលើកលែងទោសគេកុំចាប់គេដាក់គុកដាក់អីចឹងណាប៉ុន្តែទូស្រីថារឿងឯងចាប់បង្រាត់យើងចេញពីគ្រួសារឲ្យយើងដើរជារាជជាប្រៃអត់អាហារតាមផ្លូវក្មេងអាណាថាមិនក៏ឯងមិនគិតពីយើងផងគេថាគេសុំទោសគេខុសហើយចឹងលើកលែងទោសគេផងទូស្រីក៏អត់លើកលែងទោសឲ្យទេទោះបីជានាងសិទ្ធងនេះមិនលុតជង្គង់នៅខាងក្រៅផ្ទះហាលភ្លៀងហាលខ្យល់ដាក់ក៏ដោយក៏ទូស្រីយើងមិនលើកលែងទោសឲ្យអ្នកនរគ្នាសារជាតិមនុស្សអាក្រក់វានៅតែអាក្រក់វាមិនអាចកែប្រែបានហើយដល់ពេលទូស្រីយើងមិនព្រមលើកលែងទោសឲ្យវាណាវាក៏ចាប់ផ្ដើមមានគំនិតសងសឹកទូស្រីយើងសហការគ្នាជាមួយនឹងអាស៊ឺស៊ីនស៊ឺនេះណាបោកបញ្ឆោតទូស្រីរបស់យើងទូប្រុសរបស់យើងដើម្បីអីបំបាយបំបាក់គូស្នេហ៍ទូស្រីខឹងនាងថងខឹងទូស្រីយើងមកលើកលែងទោសឲ្យអ្នកនរគ្នាចឹងហើយវាក៏បានដាក់ថ្នាំទូប្រុសរបស់យើងស្រាប់ពេលទូប្រុសយើងនេះមកជួបយាយតាពីរនាក់នេះរឿងប្រវត្តិកំណើតរបស់ទូស្រីណាដល់ពេលហើយចឹងទៅក៏ត្រូវថ្នាំគេនាងសិទ្ធងនេះគឺជាអ្នកដាក់ហើយអ្នកនរគ្នាវាថាចេះវាធ្វើឲ្យទូស្រីយើងឈឺចាប់បំផុតដល់ពេលឃើញប្តីដែលខ្លួនឯងស្រឡាញ់បំផុតមកដេកជាមួយនឹងមិត្តជាទីស្រឡាញ់របស់ខ្លួនពេលហ្នឹងអ្នកនរគ្នាអាស៊ីនស៊ឺនេះគេជាអ្នកនាំទូស្រីយើងមកឲ្យឃើញពីរូបភាពអាភាអស់ទាំងហ្នឹងពេលដែលឃើញថាទូស្រីយើងគាត់យំប្រាវរត់ប្រយហ្មងទូប្រុសរបស់យើងគាត់ត្រូវថ្នាំគេរត់តាមទូស្រីអត់តាន់ទេដោយសារថ្នាំហ្នឹងធ្លាប់ឮនៅអាមេរិកគេនិយាយណាជនជាតិចិនវាប្រើហ្នឹងណាដាក់ទៅមនុស្សអត់ដឹងខ្លួនថាគេធ្វើអីអ្នកខ្លះគេរំលោភរាប់ឆ្នាំមិនតែដឹងខ្លួនថាត្រូវគេរំលោភផងតែបែកធ្លាយរូបភាពមិនដឹងតែខ្លួនឯងត្រូវគេរំលោភដោយសារអត្តពលថ្នាំណាដល់ពេលហើយអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏មកលួងទូស្រីនេះមកលួងទៅបានដឹងរឿងថាអូនាងសិទ្ធងនឹងមានកណិតបាយបាក់ពួកគាត់អញ្ចឹងគាត់ប្រាប់ថាគាត់សុំទោសទូស្រីគាត់មិនដែលមានកណិតក្បត់ឬក៏មានអ្នកណាទេប៉ុន្តែដោយសារសិទ្ធងនឹងគឺប្រើល្បិចស្មុកគ្រោកមកលើគាត់ទូស្រីយើងក៏ដឹងនៅពេលដែលគាត់ដឹងការពិតអញ្ចឹងទៅក៏មិនមានអ្វីត្រូវទូស្រីយើងគាត់ពិបាកចិត្តដែរគ្រប់គ្នាក៏បានរួមរស់មួយគ្នាដោយរីករាយហើយអ្នកនរគ្នាដឹងមកទេរឿងហ្នឹងត្រូវបានបញ្ចប់ហើយទូស្រីរបស់យើងនេះគេចាប់ផ្ដើមមានក្តីសុខជីវិតគេមកតង់ទៀតណាអាជីវៈយើងកំពុងតែញញឹមមានក្តីសុខជាមួយមនុស្សដែលយើងស្រឡាញ់នាងស៊ឺថងហ្នឹងបករឿងទៀតអ្នកនរគ្នាវាមិននៅស្ងៀមទេវាចាប់យាយរបស់ទូប្រុសយកទៅគម្រាមកំហែងទៀតចាប់គម្រាមហ្មងណា
ចាប់បង្រាត់ទៅហើយចេះឲ្យទូស្រីរបស់យើងនេះជ្រើសរើសទៅឲ្យទូប្រុសជ្រើសរើសទៅរវាងទូស្រីនិងលោកយាយឬបានតែម្នាក់ទេហើយទូស្រីរបស់យើងគាត់ក៏ទៅរកលោកយាយគាត់ថាចេះឲ្យជ្រើសរើសយកលោកយាយទៅដល់លោកយាយនឹងគាត់ឲ្យទូប្រុសជ្រើសរើសយកទូស្រីទៅតែទីបំផុតទូប្រុសយើងជ្រើសរើសយកលោកយាយណាដោយសារលោកយាយគាត់ចាស់ណាទូស្រីនៅក្មេងអាចក្នុងការផ្លាស់ប្ដូរវិលទីបានទីបំផុតណានាងស៊ីថងនេះគេប្រើក្រុមមធ្យោបាយនេះគឺដើម្បីឈ្នះទូស្រីរហូតដល់ខ្លួនឯងទាល់ច្រកកូនចៅវាត្រូវបានគេបាញ់មកគ្រាប់ដេកស្អាតទៅហើយខ្លួនឯងក៏ជ្រុលធ្លាក់ពីលើអាគារហើយក៏សុកចិត្តជ្រើសរើសការស្លាប់មិនលំឡើងណោទេទោះបីជាគេជួយបានក៏ដោយព្រោះយល់ថាកំហុសខ្លួនឯងវាខុសធ្ងន់វាមិនអាចស្រោចស្រង់អ្វីឲ្យល្អប្រសើរបានពេលហ្នឹងអ្នកនរគ្នាលើកនេះគឺជាការបញ្ចប់មែនតែនហើយវាអត់មានអីត្រូវនៅវែងឆ្ងាយទៀតទេណាជីវិតដែលមានសុភមង្គលពិតប្រាកដក៏បានចាប់ផ្ដើម